បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ដែលមកកាន់ Channel របស់ខ្ញុំបាទយើងខានជួបគ្នាយូរដែរហើយបងប្អូនបាទហើយខ្ញុំអត់សូវមានពេលធ្វើវីដេអូដើម្បីចែកម្លែកចំណេះដឹងទៅកាន់បងប្អូនទាំងអស់គ្នាហើយថ្ងៃនេះក៏ខ្ញុំឆ្លៀតពេលធ្វើ clip វីដេអូមួយពីរបៀបផ្លាស់ប្ដូរ password Facebook បាទយើងសង្ស័យថាមានជនអនាមិកហ្នឹងណាជនដែលខូចហ្នឹងគាត់ចូលមកក្នុង account Facebook របស់យើងអញ្ចឹងយើងដឹងបាទនៅពេលដែលយើងដឹងគឺយើងអាចធ្វើការផ្លាស់ប្ដូរនៅ password របស់យើងបានភ្លាមៗបាទហើយសម្រាប់បងប្អូនដែលគាត់មើលថ្មីកុំភ្លេចជួយចុច Subscribe និងសញ្ញារូបកណ្ដឹងដាក់មួយផងដើម្បីទទួលបាននៅ clip វីដេអូថ្មីបាទសូមអធិស្ឋានទៅដល់បងប្អូនទាំងអស់គ្នាផងដែរដែលខ្ញុំមិនសូវបានចេញ clip វីដេអូឲ្យរៀងរាល់ថ្ងៃអញ្ចឹងណាអញ្ចឹងយូរខ្ញុំចេញដងតែខ្ញុំនឹងព្យាយាមធ្វើ clip វីដេអូឲ្យបានច្រើនហើយនឹងជាចំណេះដឹងមួយដើម្បីចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាបាទតោះបើអញ្ចឹងកុំឲ្យនៅខាតពីយើងទៅធ្វើទាំងអស់គ្នាពីរបៀបផ្លាស់ប្ដូរ password នៅក្នុង Facebook របស់យើងបាទតោះ Let's go អញ្ចឹងបងប្អូនយើងទៅធ្វើការផ្លាស់ប្ដូរនៅ password Facebook របស់យើងទាំងអស់គ្នាបាទឥឡូវយើងចូលមកបាទយើងចូលមកដល់កម្មវិធីរបស់យើងបាទទី1គឺបងប្អូនត្រូវតែចូលមកកាន់ Facebook របស់យើងហើយយើងសង្ស័យថាមាននរណាម្នាក់គាត់បាន hack ចូលនៅក្នុង account Facebook របស់យើងអញ្ចឹងយើងដឹងភ្លាមៗយើងអាចធ្វើការផ្លាស់ប្ដូរបានភ្លាមៗដូចគ្នាបាទអញ្ចឹងយើងចូលមកកាន់ Facebook ហ្នឹងមកបាទបងប្អូនคลิกមកលើ Facebook ហ្នឹងហើយបន្ទាប់មកទៀតបងប្អូនក្រឡេកមកមើលផ្នែកខាងលើគឺសម្រាប់ទូរស័ព្ទ Android គឺបងប្អូនក្រឡេកមកមើលផ្នែកខាងលើមានសញ្ញាត្រី3បើសម្រាប់ iPhone គឺនៅលើនៅសំទោសគឺនៅខាងក្រោមមានសញ្ញាត្រី3ដូចគ្នាបាទអញ្ចឹងយើងคลิกចូលមកលើសញ្ញាត្រី3ហ្នឹងមកបាទបន្តមកទៀតបងប្អូនអូស scroll ឡើងលើបន្តិចមកបាទស្វែងរកពាក្យថា setting and privacy នេះបាទបងប្អូនคลิกមកលើពាក្យហ្នឹងមួយទៀតបន្តមកទៀតបងប្អូនคลิกទៅលើពាក្យថា setting ជាបន្តទៀតបាទបន្ទាប់ពីបងប្អូនคลิกរួចរាល់ហើយវាចេញលក្ខណៈបែបនេះអញ្ចឹងបន្តមកទៀតបងប្អូនស្វែងរកពាក្យថា personal information បាទបងប្អូនคลิกមកអូសំទោសថយមកវិញចុចលើសញ្ញាទួយមិនមែនចុចនៅលើកន្លែងហ្នឹងទេចុះបងប្អូនអូ scroll ឡើងលើតិចមកមានពាក្យថាខាងលើនេះមានពាក្យថា security បន្តមកទៀតគឺមានពាក្យថា security and login នេះបាទអញ្ចឹងបងប្អូនคลิกមកលើពាក្យហ្នឹងមកបាទដើម្បីយើងធ្វើការផ្លាស់ប្ដូរនៅ password Facebook របស់យើងហ្នឹងបាទអញ្ចឹងឧទាហរណ៍ថារាល់ថ្ងៃយើងបានប្រើប្រាស់ជាមួយនឹងទូរស័ព្ទ Smart Vivo Y21 ប៉ុន្តែយើងបានប្រើប្រាស់នៅភ្នំពេញ Cambodia មិនមែនប្រើប្រាស់នៅបាតខាន bank នេះទេអញ្ចឹងដូចជាមានករណីមួយវាមិនប្រក្រតីយើងអាចធ្វើការមកបដូរមក change password របស់យើងភ្លាមបាទឥឡូវខ្ញុំចុចមកលើសញ្ញាព្រួយហ្នឹងមកបាទយើងคลิกមកដើម្បីធ្វើការបាទឥឡូវយើងធ្វើការវាយនៅ password របស់យើងបាទខាងលើគឺ password អាចារ្យទី2គឺថ្មីទី3ក៏ថ្មីដែរបន្តមកទៀតយើងចុចពាក្យថា update តើឥឡូវយើងធ្វើការវាយនៅ password អាចារ្យរបស់យើងសិនមក password Facebook ហ្នឹងហើយទី2យើងនឹងវាយ password ថ្មីបញ្ចូលបាទអញ្ចឹងទី3ក៏យើងវាយនៅ password ថ្មីបញ្ចូលដូចគ្នាបាទពីរហ្នឹងដូចគ្នាដែលមានរូបកូនសោរណាបន្តមកទៀតយើងចុចពាក្យថា
update password មកបាទទី1គឺ password ចាស់ទី2គឺ password ថ្មីទី3គឺ password ថ្មីដូចគ្នាបាទហើយបន្ទាប់ទៀតយើងចុចពាក្យថា update password បាទគឺជាការស្រេចតាមម្ដងបាទបាទឥឡូវនេះវាចូលមកដល់កន្លែងនេះបាទកន្លែងនេះវាថាតើយើងចង់ផ្លាស់ប្ដូរចេញពីគ្រឿងនឹងដែរឬទេមានន័យថាយើងចង់ដាក់បន្លាស់ទៅក្នុងទូរស័ព្ទផ្សេងៗដទៃទៀតដែរឬទេហើយខាងក្រោមគឺយើងដាក់នៅក្នុងទូរស័ព្ទនឹងដែរអញ្ចឹងខ្ញុំយកក្រោមបាទខ្ញុំយកយើងគ្រីសនៅក្នុងរង្វង់មូលនឹងមកបាទក៏ទៀតបងប្អូនចុចពីថា continue មកគឺវាបានជោគជ័យ 100% តែម្ដងបាទអញ្ចឹងខ្ញុំចុចពីថា continue បាទអញ្ចឹងយើងបានបដូរនៅ account Facebook របស់យើងបានជោគជ័យ 100% ហើយបាទនេះជារបៀបបដូរនៅ password បាទ password Facebook របស់យើងបាទយើងត្រឡប់មកជួបគ្នាវិញហើយបាទអញ្ចឹងយ៉ាងម៉េចដែរបងប្អូនបន្ទាប់ពីបានមើល clip វីដេអូរបស់ខ្ញុំមួយនេះតាំងពីចំណុចចាប់ផ្ដើមរហូតដល់ទីបញ្ចប់ខ្ញុំសង្ឃឹមថាបងប្អូននឹងអាចយល់ហើយនឹងអាចធ្វើបានដោយខ្លួនឯងបាទពីរបៀបផ្លាស់ប្ដូរ password Facebook បាទនៅលើទូរស័ព្ទដៃរបស់យើងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅ clip វីដេអូក្រោយៗជាបន្តទៀតបាទសូមអរគុណ